เป็นคนแบบนี้แต่យើងទៅរៀនវិញ្ញាសាត្រៀមប្រឡងសម្រាប់ឆមាសលើកទី2របស់យើងនៅក្នុងខែខាងមុខនេះសូមជួយចុច Subscribe និង Share ទៅមិត្តភ័ក្តិរបស់បងប្អូនទាំងអស់គ្នាផងដើម្បីឲ្យពួកគាត់ទទួលបាននូវវិញ្ញាសាដើម្បីត្រៀមប្រឡងសម្រាប់ឆមាសលើកទី2បាទអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវិញ្ញាសាទី1ត្រៀមប្រឡងឆមាសទី2នៅក្នុងវិញ្ញាសាទី1នេះគឺយើងមាន3លំហាត់ធំៗគឺទី1គេឲ្យយើងបំពេញក្នុងប្រអប់ទី2គេឲ្យយើងកណនានិងទី3គឺយើងត្រូវដោះស្រាយដល់បាទអញ្ចឹងនៅក្នុងនេះបងប្អូនទាំងអស់គ្នាក៏អាចសាកល្បងដោះស្រាយវិញ្ញាសានេះមើលថាតើអាចដោះស្រាយបានដែរទេរួចចាំមកទៀងទាត់ជាមួយនឹងលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងយើងទៅមើលលំហាត់ទី1បាទអញ្ចឹងលំហាត់ទី1របស់យើងគេឲ្យយើងចូលបំពេញចំនួនក្នុងប្រអប់ដើម្បីឲ្យទៅជាសមាមាត្រអញ្ចឹងក្នុងលំហាត់មួយនេះគឺយើងទទួលបានមួយបន្ទុកបាទអញ្ចឹងយើងមើលលំហាត់ក2/7ស្មើជាមួយនឹង12ភាគប្រអប់បាទអញ្ចឹងយើងត្រូវដឹងថាតើលេខដែលនៅក្នុងប្រអប់នេះគឺជាលេខប៉ុន្មានអញ្ចឹងមុននឹងចូលដល់រកលេខក្នុងប្រអប់ដែលជាលេខប៉ុន្មានយើងត្រូវស្គាល់ជាមុនសិនថាតើអ្វីទៅជាសមាមាត្រអញ្ចឹងសមាមាត្រគឺជាផលធៀប2ស្មើគ្នាអញ្ចឹងដើម្បីរកផលធៀប2ស្មើគ្នាគឺយើងមានវិធីច្រើននៅក្នុងការរកប៉ុន្តែលោកគ្រូសូមណែនាំបងប្អូនទាំងអស់គ្នាពីរបៀបរកថាតើលេខប៉ុន្មាននៅក្នុងប្រអប់នេះអញ្ចឹងយើងត្រូវគិតថាភាគយករបស់យើងគឺមាន2ទៅជា12អញ្ចឹងយើងអាចសល់គ្នា2បានតើ2ប៉ុន្មានដងស្មើជាមួយនឹង12បាទអញ្ចឹងយើងអាចគិតមកយើងឃើញថា2ត្រូវគុណជាមួយនឹង6បាទអញ្ចឹង2របស់យើងតើ2ប្រមាណដងស្មើជាមួយនឹង12គឺយើងត្រូវយក2របស់យើងនេះគុណជាមួយនឹង5គុណជាមួយនឹង6 2 6ដងស្មើជាមួយនឹង12បាទអញ្ចឹងកាលណាយើងយកភាគយករបស់យើងគុណជាមួយនឹងលេខ6យើងត្រូវយកភាគបែករបស់យើងគុណនឹងលេខ6ដូចគ្នាអញ្ចឹងយើងយក7របស់យើងគុណជាមួយនឹង6 7 6ដងស្មើជាមួយនឹង42មានន័យថាលេខដែលយើងត្រូវបំពេញនៅក្នុងប្រអប់គឺជាលេខ42បាទអញ្ចឹងនេះគឺជាចម្លើយរបស់យើងទី1តែឥឡូវយើងទៅមើលនៅលើលំហាត់ខអញ្ចឹងខ5ស្មើនឹងប្រអប់12ស្មើនឹង48តែអញ្ចឹងម្ដងនេះគឺយើងត្រូវយកភាគបែកបូកភាគវិញម្ដងតើយើងយក12របស់យើង12ទៅគុណជាមួយនឹងប៉ុន្មានគឺស្មើជាមួយនឹង48តែអញ្ចឹងយើងអាចសូត្រនៅ12ឬក៏យើងគិតមើលថាតើ12ណាដងនោះយើងនឹងឃើញថា12គុណជាមួយនឹង4អញ្ចឹង4 2ដល់8 4ម្ដង4អញ្ចឹងស្មើជាមួយនឹង48កាលណាយើងឃើញតម្លៃលេខដែលគុណនេះហើយយើងត្រូវយក5របស់យើងនេះគុណជាមួយនឹង4ដូចគ្នាអញ្ចឹងយើងគុណមកយើងយក5គុណជាមួយនឹង4អញ្ចឹង5 4ដងស្មើជាមួយនឹង20អញ្ចឹងលេខនៅខាងលើនៅក្នុងប្រអប់នេះគឺជាលេខគឺជាលេខ20តែអញ្ចឹងសម្រាប់លំហាត់ទី1គឺយើងមានតែប៉ុណ្ណឹងយើងត្រូវបំពេញលេខទី1គឺស្មើជាមួយនឹង42និងលេខទី2គឺស្មើជាមួយនឹង20តែឥឡូវយើងទៅមើលលំហាត់ទី2អញ្ចឹងលំហាត់ទី2គេឲ្យយើងគណនាយើងមាន4លំហាត់ដូចគ្នាហើយយើងទទួលបាន4បន្ទុកមានន័យថាក្នុងមួយលំហាត់គឺស្មើជាមួយនឹង1បន្ទុកបាទឥឡូវយើងទៅមើលពីលំហាត់កអញ្ចឹងលំហាត់កគេមាន2/5បូកជាមួយនឹង3/6បាទអញ្ចឹងនេះគឺជាការបូកប្រភេទនិងប្រភេទដែលមានភាគបែកខុសគ្នាមុននឹងចូលដល់ការបូកប្រភេទនិងប្រភេទដែលមានភាគបែកខុសគ្នាបងប្អូនទាំងគ្នាត្រូវតែចាំពីរបៀបនៅក្នុងការធ្វើប្រមាណវិធីបាទអញ្ចឹងដើម្បីបូកប្រភេទដែលមានភាគបែកខុសគ្នាយើងត្រូវតម្រូវភាគបែកឲ្យដូចគ្នារួចបូកភាគយកនិងភាគយករីឯភាគបែករក្សាទុកនៅដដែលបាទអញ្ចឹងនៅក្នុងការតម្រូវភាគបែកយើងអាចតម្រូវបានច្រើនរបៀបប៉ុន្តែលោកគ្រូសូមណែនាំពួកយើងអំពីរបៀបទី1គឺការយកភាគបែកគុណជាមួយនឹងភាគបែកតែអញ្ចឹងដំបូងបំផុតយើងត្រូវតម្រូវភាគបែកជាមួយនឹងសិនដោយយើងត្រូវយកភាគបែកគុណជាមួយនឹងភាគបែកគឺយើងយក5គុណជាមួយនឹង6នាំឲ្យប្រភេទទាំងពីរ5 6ដងស្មើជាមួយនឹង30ប្រភេទភាគបែកទី1គឺស្មើជាមួយនឹង30ហើយភាគបែកទី2ក៏ស្មើជាមួយនឹង30អញ្ចឹងយើងបានភាគបែកដូចគ្នាបន្តមកទៀតគឺយើងត្រូវទៅរកភាគយកវិញម្ដងអញ្ចឹងភាគយកគឺយើងត្រូវយកភាគយករបស់យើងនេះភាគយកទី1គុណជាមួយនឹងភាគបែកទី2អញ្ចឹង2 6ដងស្មើជាមួយនឹង10ស្មើជាមួយនឹង12ភាគយកទី2ភាគយកទី2គឺយើងត្រូវយក3គុណជាមួយនឹង5ភាគបែក12វិញម្ដងអញ្ចឹង3 5ដង15អញ្ចឹងយើងបានប្រភេទទី2គឺស្មើជាមួយនឹង15ភាគ30បន្ទាប់ពីយើងឃើញភាគបែកដូចគ្នាហើយគឺយើងត្រូវបូកភាគយកនិងភាគយកតែអញ្ចឹងបូកភាគយកនិងភាគយកគឺយើងដាក់ស្មើ12ភាគយកទី1បូកជាមួយនឹងភាគយកទី2គឺ15ភាគបែកយើងដាក់រួមគ្នាគឺស្មើជាមួយនឹង30យើងបូកមកស្មើជាមួយនឹង25 2ភាគជាមួយនឹង30ភាគជាមួយនឹង30តែអញ្ចឹងយើងឃើញថាលេខនេះយើងអាចសម្រួលបានតែយើងសម្រួលវាទៅគឺយើងសម្រួលជាមួយនឹង3តែអញ្ចឹងសម្រួលជាមួយនឹង3នាំឲ្យយើងស្មើ
27 ចែកដោយ3គឺស្មើជាមួយនឹង9 30ចែកដោយ3គឺស្មើជាមួយនឹង10បាទអញ្ចឹងនេះគឺជាចម្លើយរបស់យើងនៅក្នុងលំហាត់ករបស់យើងអញ្ចឹងសូមបញ្ជាក់ម្ដងទៀតបើសិនជាបងប្អូនអ្នកគ្នាអត់ចេះសំណួរទេគឺយើងអាចដាក់ចម្លើយរបស់យើងត្រឹម27ភាគ30នេះដែរបាទអញ្ចឹងយើងទៅដោះស្រាយលំហាត់ខបន្តទៀតអញ្ចឹងលំហាត់ខរបស់យើង4ភាគ9ដកជាមួយនឹង1ភាគ6បាទអញ្ចឹងនៅក្នុងលំហាត់ខគឺជាប្រមាណវិធីដកវិញដកអញ្ចឹងប្រមាណវិធីដកក៏មិនខុសពីប្រមាណវិធីបូកដែរគឺយើងត្រូវតម្រូវភាគបែងរួចដកភាគយកនិងភាគយករីឯភាគបែងរក្សាទុកនៅដដែលបាទអញ្ចឹងយើងតម្រូវភាគបែងពីមុនសិនបាទអញ្ចឹងយើងតម្រូវភាគបែងគឺយើងត្រូវប្រើវិធីទី1ទៅគឺស្រួលជាងគេគឺយើងយកភាគបែងគុណជាមួយនឹងភាគបែងអញ្ចឹង9 6ដងស្មើជាមួយនឹង54អញ្ចឹងភាគបែងទី1គឺ54ភាគបែងទី2គឺ54ដូចគ្នារួចយើងទៅរកភាគយកអញ្ចឹងរកភាគយកគឺយើងយកភាគយករបស់យើងទី1នេះគុណជាមួយនឹងភាគបែងរបស់គេទី2បាទអញ្ចឹង4 6ដងស្មើជាមួយនឹង20 24 1 9ដងគឺស្មើជាមួយនឹង9បន្តមកទៀតគឺយើងត្រូវដកភាគយកនិងភាគយកវាអាចបែងរក្សាទុកនៅដដែលតែយើងដាក់សញ្ញាស្មើទៀតមកគឺស្មើជាមួយនឹង24ដកជាមួយនឹង9ភាគឲ្យ50ភាគឲ្យ54បាទអញ្ចឹងយើងធ្វើបែបពីដកមក24ដក29ស្មើជាមួយនឹង10 15ភាគឲ្យ50ភាគឲ្យ54បាទអញ្ចឹងយើងឃើញថាលេខនេះគឺយើងអាចសម្រួលបានទៀតគឺសម្រួលជាមួយនឹង3បាទអញ្ចឹងយើងអាចសម្រួលបានជាមួយនឹង3បើយើងអត់ចេះសម្រួលទេគឺយើងដាក់ចម្លើយរបស់យើងត្រឹម15ភាគ54តែបើយើងចេះសម្រួលគឺយើងសម្រួលវាទៅអញ្ចឹងនាំឲ្យយើងបានភាគយក15ចែកឲ្យ13គឺស្មើ15ចែកឲ្យ3គឺស្មើជាមួយនឹង5វាឯភាគបែង54ចែកឲ្យ3គឺស្មើជាមួយនឹង15បាទអញ្ចឹងយើងស្មើជាមួយ18នេះគឺជាចម្លើយរបស់យើងនៅក្នុងលំហាត់ខបាទចុះសូមបញ្ជាក់ម្ដងទៀតបើសិនជាបងប្អូនអត់ចេះសម្រួលទេបងប្អូនដាក់ចម្លើយត្រឹម15ភាគជាមួយនឹង54តែឥឡូវយើងចូលដោះស្រាយបន្តទៀតគឺចូលដល់លំហាត់កអញ្ចឹងលំហាត់ក2ភាគ3គុណជាមួយនឹង4ភាគ6បាទអញ្ចឹងក្នុងលំហាត់កនេះគឺយើងធ្វើប្រមាណវិធីគុណវិញម្ដងអញ្ចឹងនិយមន័យក្នុងការគុណដើម្បីគុណប្រភេទយើងត្រូវគុណភាគយកនិងភាគយករីឯភាគបែងគុណជាមួយនឹងភាគបែងបាទអញ្ចឹងយើងគុណផងដែរក៏គឺយើងត្រូវយកភាគយកគុណជាមួយនឹងភាគយកគឺយក2គុណជាមួយនឹង4 2គុណជាមួយនឹង4វាភាគបែងគុណ3គុណជាមួយនឹង6បាទអញ្ចឹង3គុណជាមួយនឹង5គុណជាមួយនឹង6បាទអញ្ចឹងយើងគុណផងដែរមក2 4ដងស្មើជាមួយនឹង8រីឯ3 6ដងស្មើជាមួយនឹង15 18បាទអញ្ចឹងនៅក្នុងលំហាត់នេះក៏យើងអាចសម្រួលបានដែរអញ្ចឹងយើងឃើញថាខាងលើគឺជាលេខ8ខាងក្រោមគឺជាលេខ18អញ្ចឹងជាលេខគូដូចគ្នាមានន័យថាយើងអាចចែកដាច់ជាមួយនឹង2បាទអញ្ចឹងសូមរំលឹកសារឡើងវិញថាតើយើងសម្រួលមានន័យដូចនេះអញ្ចឹងសម្រួលមានន័យថាយើងធ្វើលេខនេះឲ្យកាន់តែតូចជាងមុនកាន់តែអាចធ្វើបានតែយើងត្រូវយកទាំងភាគយកនិងភាគបែងទៅចែកនឹងលេខណាមួយដូចគ្នាបាទអញ្ចឹងបើសិនជាចែកលេខខុសគ្នាគឺយើងអត់អាចសម្រួលបានទេតែបើយើងចែកលេខដូចគ្នាបានគឺយើងអាចសម្រួលវាបានបាទអញ្ចឹងនេះជានិយមន័យនៅក្នុងការសម្រួលអញ្ចឹងយើងយក8ចែកឲ្យ2បាទអញ្ចឹង8ចែកឲ្យ2គឺស្មើជាមួយនឹង4រីឯ18ចែកឲ្យ2គឺស្មើជាមួយនឹង5ស្មើជាមួយនឹង9បាទអញ្ចឹងនេះគឺជាចម្លើយរបស់យើងនៅក្នុងលំហាត់កលំហាត់ខតែលំហាត់ខគឺយើងមាន6ភាគ15ចែកឲ្យ8ភាគ5 4បាទអញ្ចឹងនេះគឺជាការចែកប្រភេទនិងប្រភេទអញ្ចឹងដើម្បីចែកប្រភេទនិងប្រភេទយើងត្រូវយកប្រភេទទី1គុណចម្រាស់នឹងប្រភេទទី2បាទអញ្ចឹងយើងត្រូវយកប្រភេទទី1នាំឲ្យយើងបានស្មើជាមួយនឹង6ភាគជាមួយនឹង15រួចយើងបដូរសញ្ញាចែកទៅជាសញ្ញាគុណនិងចម្រាស់ប្រភេទទី2របស់យើងពី8ភាគ9ទៅជា9ភាគ5ទៅជា9ភាគ8បាទអញ្ចឹងនេះគេឲ្យឈ្មោះថាការចម្រាស់ប្រភេទបាទអញ្ចឹងយើងចម្រាស់ប្រភេទទី2រួចយើងធ្វើប្រមាណវិធីគុណអញ្ចឹងដល់ចំណុចនេះគឺចូលដល់ប្រមាណវិធីគុណគឺយើងធ្វើផងដែរគឺយកគុណទៅយកវាអាចពីបែងគុណជាមួយនឹងទីបែងបាទអញ្ចឹងយើងស្មើជាមួយនឹង6គុណជាមួយនឹង9
ពាក្យបែងគឺស្មើជាមួយនឹង15គុណជាមួយនឹង5គុណជាមួយនឹង8បាទអញ្ចឹងយើងធ្វើប្រមាណទីគុណមកនាំឲ្យយើងស្មើ6 9ដងស្មើជាមួយនឹង50 54 15គុណជាមួយនឹង8បាទអញ្ចឹងយើងគុណមក15គុណជាមួយនឹង8 8 5ដង40សរសេរលេខ0ប្រាទៅ4 8ដង8 8បូកជាមួយនឹង1ស្មើជាមួយនឹង12អញ្ចឹងគឺស្មើជាមួយនឹង100មក120តែចេះស្មើជាមួយនឹង120សម្រាប់លេខនេះក៏យើងអាចសម្រួលបានដែរដែលយើងសម្រួលជាមួយនឹង6បាទអញ្ចឹងយើងត្រូវចែកជាមួយនឹង6បាទចែកជាមួយនឹង5ចែកជាមួយនឹង6បាទអញ្ចឹងនៅក្នុងការរកតម្លៃលេខមួយចែកនេះគឺយើងអាចរកបានតាមរយៈតួចែករួមធំបំផុតរបស់វាគឺភាគយកក្នុងភាគបែងអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាអត់ចេះរកតួចែករួមធំបំផុតនេះបងប្អូនទាំងគ្នាអាចចុចចូលវីដេអូរបស់លោកគ្រូហើយរកមើលពីរបៀបក្នុងការសម្រួលប្រភេទនៅក្នុងវីដេអូមុននោះយើងនឹងឃើញពីរបៀបដើម្បីរកលេខយកមកចែកឬក៏យកលេខយកមកសម្រួលប្រភេទរបស់វាតែអញ្ចឹងយើងសម្រួលវាមក54ចែកឲ្យ6នាំឲ្យយើងគឺ5ស្មើជាមួយនឹង5ស្មើជាមួយនឹង9ឬឯភាគបែងយើងយក120ចែកឲ្យ6គឺស្មើជាមួយនឹងស្មើជាមួយនឹង20បាទអញ្ចឹងយើងឃើញថាបន្ទាប់ពីយើងសម្រួលបានចម្លើយរបស់យើងគឺនឹងសល់9ភាគ20អញ្ចឹងសូមបញ្ជាក់ដដែលបើសិនជាយើងអត់សម្រួលទេគឺស្មើជាមួយនឹង54ភាគ120បើយើងសម្រួលគឺស្មើជាមួយនឹង9ភាគ20បាទអញ្ចឹងយើងចប់លំហាត់ទី2បើសិនជាយើងធ្វើត្រឹមត្រូវនោះយើងនឹងទទួលបាន5បន្ទុកដល់លំហាត់ទី1យើងទទួលបាន1បន្ទុកលំហាត់ទី2យើងទទួលបាន4បន្ទុកអញ្ចឹងយើងទទួលបាន5បន្ទុកឥឡូវយើងទៅដោះស្រាយបន្តទៀតនៅក្នុងលំហាត់ទី3នេះគឺយើងមាន2ចំណោទគឺចំណោទទី1យើងទទួលបាន2បន្ទុកនិងចំណោទទី2យើងទទួលបាន3បន្ទុកបាទឥឡូវយើងទៅមើលពីចំណោទទី1អញ្ចឹងទី1គណនា x និង y ដោយដឹងថា x ធៀបជាមួយនឹង y ស្មើជាមួយនឹង3ធៀបជាមួយនឹង5ហើយ x បូកជាមួយនឹង y ស្មើជាមួយនឹង40បាទអញ្ចឹងនៅក្នុងនេះគេឲ្យយើងគណនាតម្លៃ x និងតម្លៃ y ឬក៏យើងថា x និង y ថាតើ x ជាលេខប៉ុន្មាន y ជាលេខប៉ុន្មានដោយយើងដឹងថា x ធៀបជាមួយនឹង y ស្មើជាមួយនឹង3ធៀបជាមួយនឹង5ហើយបើយើងយកវាបុកបញ្ចូលគ្នាគឺស្មើជាមួយនឹង40បាទអញ្ចឹងថាតើ x ជាលេខប៉ុន្មានអញ្ចឹងនៅក្នុងនេះគឺយើងឃើញថាវាមានចំនួន2គឺទី1គឺជាផលធៀបទី1នេះគឺជាផលធៀបអញ្ចឹង x ធៀបជាមួយនឹង y គឺស្មើជាមួយនឹង3ធៀបជាមួយនឹង5មានន័យថាវាគឺជាផលធៀបរីឯ x បូកជាមួយនឹង y នេះគឺស្មើជាមួយនឹង40មានន័យថាវាគឺជាចំនួនពិតបាទអញ្ចឹងយើងយកវាមកប្រៀបធៀបគ្នាសិនទៅថាតើយើងត្រូវធ្វើដូចនេះទើបយើងអាចទៅរក x ហើយនឹង y នេះបានបាទអញ្ចឹងយើងមានទី1គឺផលធៀបបើសិនជាយើងយក x ធៀបជាមួយនឹង y នោះយើងនឹងទទួលបានលេខរបស់យើងគឺស្មើជាមួយនឹង3ធៀបជាមួយនឹង5ហើយបើសិនជាយើងយក x បូកជាមួយនឹង y នោះយើងនឹងទទួលបានលេខស្មើជាមួយនឹង40បាទអញ្ចឹងយើងឃើញថាខាងពីរនេះគឺជាចំនួនខុសគ្នាខាងនេះគឺជាផលធៀបរីឯខាងនេះគឺជាចំនួនពិតបាទអញ្ចឹងយើងត្រូវចេះទាញសន្និដ្ឋានឬក៏យើងត្រូវចេះប្រៀបធៀបថាបើសិនជាយើងយក x បូកជាមួយនឹង y នោះយើងនឹងទទួលបានផលធៀបរបស់យើងគឺ3បូកជាមួយនឹង5 3បូកជាមួយនឹង5បាទអញ្ចឹងយើងនឹងទទួលបាន3បូកជាមួយនឹង5អញ្ចឹងយើងអាចឃើញថា3បូក5ស្មើជាមួយនឹង8នោះយើងនឹងអាចទាញសន្និដ្ឋានមួយគ្នាថាបើ x បូកជាមួយនឹង y នេះស្មើ8រីឯ8នេះគឺស្មើជាមួយនឹង x បូកជាមួយនឹង y ស្មើជាមួយនឹង40មានន័យថាបើសិនជាយើងយកផលធៀបយើងនឹងឃើញថា x បូកជាមួយនឹង y គឺស្មើជាមួយនឹង8អង្កត់អញ្ចឹង8អង្កត់1 2 3 4 5 6 7 8 8អង្កត់ហើយបើសិនជាយើងយកធៀបពិតគឺស្មើជាមួយនឹង40អញ្ចឹងចំនួនទាំងអស់នេះគឺស្មើជាមួយនឹង40ហើយ x របស់យើងគឺមានតម្លៃស្មើជាមួយនឹង3អង្កត់អញ្ចឹង x របស់យើងគឺមាន3អង្កត់រីឯ y របស់យើងគឺមានចំនួន5អង្កត់អញ្ចឹងមានចំនួន5អង្កត់បាទអញ្ចឹងយើងឃើញថាបើសិនជាទាំងអស់ស្មើនឹង40ហើយស្មើនឹង8អង្កត់ថាតើ x ស្មើប៉ុន្មាន y ស្មើប៉ុន្មានអញ្ចឹងដើម្បីដឹងថា x ស្មើប៉ុន្មាន y ស្មើប៉ុន្មានគឺយើងត្រូវរកតម្លៃក្នុងមួយអង្កត់ឲ្យឃើញសិនដោយយើងអាចទាញបានថាបើទាំងអស់ស្មើជាមួយនឹង40ហើយស្មើនឹង8អង្កត់យើងចែកគ្នាទៅថាតើមួយអង្កត់ស្មើជាមួយនឹងប៉ុន្មានគឺយើងត្រូវយក40ចែកឲ្យគឺយើងត្រូវយក40
ដែលជាចំនួនទាំងអស់ចែកឲ្យនឹងអង្កត់សរុបទាំងអស់នោះយើងនឹងឃើញតម្លៃក្នុងមួយអង្គតម្លៃក្នុងមួយអង្កត់បន្ទាប់ពីយើងឃើញតម្លៃក្នុងមួយអង្កត់ហើយគឺយើងអាចទៅរកតម្លៃ x និងតម្លៃ y នេះបានហើយបាទអញ្ចឹងយើងទៅមើលពីរបៀបដោះស្រាយរបស់គ្នាបាទអញ្ចឹងយើងដាក់មក1គណនាx និង y បាទអញ្ចឹងយើងមានបាទអញ្ចឹងយើងក្នុងប្រធានរបស់យើងគឺយើងមានទី1គឺ x តាំងឲ្យ3អង្គកត់ x តាំងឲ្យ3អង្គកត់ y តាំងឲ្យ5អង្គកត់បាទអញ្ចឹងយើងត្រូវរកតម្លៃ x បូកជាមួយនឹង y ដែលតាំងដូចគ្នាអញ្ចឹងនាំឲ្យx បូកជាមួយនឹង y ស្មើជាមួយនឹង8អង្គកត់បាទអញ្ចឹងយើងឃើញតម្លៃតាំងរបស់វាហើយគឺ x បូកជាមួយនឹង y គឺស្មើជាមួយនឹង8កត់គឺជាតម្លៃតាំងហើយយើងអាចដឹងហើយថា x បូកជាមួយនឹង y នេះគឺស្មើជាមួយនឹង40បើសិនជាវាជាចំនួនពិតអញ្ចឹងយើងអាចទាញវាបានដោយយើងយកពីរអ្នកនឹងមកផ្ទឹមជាមួយនឹងគ្នាទៅគឺ x បូកជាមួយនឹង y ស្មើជាមួយនឹង8រីឯចំនួនពិត x បូកជាមួយនឹង y គឺស្មើជាមួយនឹង40យើងត្រូវទាញរកតម្លៃក្នុងមួយអង្កត់អញ្ចឹងដោយ x បូកជាមួយនឹង y ស្មើនឹង8អង្គកត់ហើយស្មើនឹងហើយស្មើជាមួយនឹង40បាទអញ្ចឹងបើយើងឃើញថា8អង្គត់គឺស្មើជាមួយនឹង40យើងត្រូវរកតម្លៃក្នុងមួយអង្គត់អញ្ចឹងយើងដាក់មកនាំឲ្យមួយអង្គត់នាំឲ្យមួយអង្គត់ស្មើជាមួយនឹង40ចែកឲ្យ8ចឹងគឺស្មើជាមួយនឹង5បាទអញ្ចឹងយើងឃើញថាមួយអង្កត់គឺស្មើជាមួយនឹង5អញ្ចឹងមិញគឺយើងមានទាំងអស់ចំនួន8អង្កត់1 2 3 4 5 6 7 8អង្កត់ហើយ x គឺមានចំនួន3អង្កត់អញ្ចឹង x គឺ3អង្កត់រីឯ y គឺ5អង្កត់អញ្ចឹង x គឺ3 y គឺចំនួន5អញ្ចឹងបើយើងឃើញថាតម្លៃក្នុងមួយអង្កត់នេះគឺស្មើជាមួយនឹង5អញ្ចឹង3អង្កត់របស់យើងគឺស្មើនឹងប៉ុន្មានបាទអញ្ចឹងនាំឲ្យយើងបាន x គឺស្មើជាមួយនឹង3គុណជាមួយនឹង5អញ្ចឹង3គុណជាមួយនឹង5គឺស្មើជាមួយនឹង10ស្មើជាមួយនឹង15បាទអញ្ចឹង x គឺស្មើជាមួយនឹង15រីឯ y ស្មើជាមួយនឹង5គុណជាមួយនឹង5អញ្ចឹង5គុណជាមួយនឹង5គឺស្មើជាមួយនឹង20ស្មើជាមួយនឹង25បាទអញ្ចឹងយើងឃើញតម្លៃ x ហើយនិងតម្លៃ y ហើយអញ្ចឹងយើងអាចទៅឆ្លើយប្រាប់គេបានថា x ស្មើជាមួយនឹង15 y ស្មើជាមួយនឹង25បាទអញ្ចឹងយើងដាក់ចម្លើយមកដល់យើងបានចម្លើយរបស់វាអញ្ចឹងយើងដាក់ចម្លើយរបស់វាមកដូចនេះឆ្លើយប្រាប់គេដូចនេះx ស្មើជាមួយនឹង15 y ស្មើជាមួយនឹង20ស្មើជាមួយនឹង25បាទអញ្ចឹងនេះគឺជាចម្លើយរបស់យើងនៅក្នុងចំណោទទី1បាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ថាតើចម្លើយរបស់យើងត្រូវឬក៏ខុសគឺយើងត្រូវធ្វើការផ្ទៀងផ្ទាត់បាទអញ្ចឹងយើងផ្ទៀងផ្ទាត់
bạn chứ dương tiền tốt cái dương trâu tiền tốt là pi lệ khăn tí mũi cái dương vô vì tập tôi chỉ phò tiếp nên lệ khăn tí phí cái dương vô vì tập bộ bệnh trâu nè bạn chứ bao phân gì dương vô bột chỉ mùi nâng vải cái dương trâu bột ở smile chỉ mùi nâng xài smile chỉ mùi nâng xài xong chắc ấy có dương cứ chỉ lấy đập rám cho những bạn có đập rám bột chỉ mùi nâng vải có dương cứ chỉ lấy một phẩy rám chắc bột trâu thì tới cứ smile chỉ mùi nâng xài xong sáng cứ chỉ on tí phí trên đập rám bột chỉ mùi nâng một phẩy rám smile chỉ mùi nâng xài xong chắc như này thả bật như khai chậm nói bọn dương cứ rắm trầm trời tí phí cứ dương trâu vô ấy thiệp chỉ mùi nâng vải bạn nhé đấy thiệp chỉ mùi nâng vải khi smile chỉ mùi nâng bấy thiệp chỉ mùi nâng prang bạn chắc như chúng nuốt tầm lại cái trâu tới nó mà dương bạn cái vật dương nuốt smile chỉ mùi nâng đập prang thiệp chỉ mùi nâng một phẩy prang vì ai kháng cách smile chỉ mùi nâng bấy thiệp chỉ mùi nâng prang bạn chắc như vô khi cái này đi một tôi càng việc tiếp là dương chúng nuốt tầm lại cái mà đập prang tầm lại vai smile một phẩy prang đô không được bạn chắc như tôi khai đập prang thiệp chỉ mùi nâng một phẩy prang liên ai không vừa với bạn chỉ mùi nâng prang chắc ba là prang chạy ở prang cứ smile chỉ mùi nâng bấy một phẩy prang chạy ở prang cứ smile chỉ mùi nâng prang chắc ông tí phí cứ nơi tại bấy thiệp prang ở đây chắc như đây khai về cứ chia chùm lõi vật và chắc như ai soi prang cái bán khác cái vật dưỡng cứ smile chỉ mùi nâng đập prang đây ai vài vật dưỡng cứ smile chỉ mùi nâng một phẩy prang cứ chia chùm lõi vật vật và chắc như từ đó sai chùm nào tí phí được to thì chắc chùm nào tí phí chấm cá muối miên bàn tay rồi mà phải prang mát hai cho tầng smile nâng pi thiệp bay này bàn tay cỏ kết nên nia tây cò la chấm cá đúng khỏ bà kê lục 10 mét cà ré play đập pi đờ là ta kê lục chấm cá đúng bàn prang còn màn bàn chân được non chấm nào thì nít cứ kia để làm pi chấm cá muối chân chấm cá muối đây miên bàn tay được chấm cá muối chấm cá muối miên bàn tay smile cho mùi nâng mà rồi một phẩy prang mát mà rồi một phẩy prang mát nâng từ tầng cứ smile cho mùi nâng phi thiệp bay này bàn tay chắc mấy hai dương ở con nâng ta từ tầng smile màn thế còn là cái prang tầm lại thiệp mùi dưới cứ smile cho mùi nâng phi thiệp bay này bàn tay bàn chất phần nút ti muối cái ở dương rộp tây cả lá kết là niêm tây cái cùng cả đúng chân kết niêm tây cái cùng cá nên thay dương trâu score pi rụp môn để tây cái cùng cả chân rụp môn tây cái bảo viết cứ dương trâu đang khai VPG rụp riêng chạy cả cái nó mà dương bàn tây cái chạy cả cái cứ á smile chỉ mùi a con chỉ mùi nằng bé thì có bàn tay con chỉ mùi nằng tổ tần bàn chân dương trâu vô bàn tay con chỉ mùi nằng tổ tần mùi dương nằng a con tây cái bảo viết bàn chân dương trâu mưa tiếp theo ta bật tay vào những score nữ trên bật tay vào những cứ score thái của những rồi một thầy prang bật tay trên vào những khi mà toàn score thì chắc là bây rộng tây cả là vào việc bán cái dương ta đầy rộng được tâm chỉ muốn phần bạn chắc dương đặt bố phí dương phần làm dùng hạt có rộng pro vàng tổ tận bạn chắc nghiêng rộng pro vàng tổ tận phán tự nhiên ai trở rộng tây cả là vào việc bán chứ pro vàng tổ tận cái kia phạt hai smile cho người đường phí thiệp bấy đây bản lời chắc mình thay nhưng sao dụ phí thiệp bấy quân chỉ người nâng người rồi một phẩy quân chỉ người nâng rồi là phẩy prang nó mà dương bán smile cho người nâng phí quân chỉ người nâng người rồi một phẩy prang chai thổi vậy và chắc như cái điều gì mốt phí quân chỉ người nâng rồi một phẩy prang cứ smile cho người nâng phí rồi há sắp chai thổi vậy và chắc phí rồi há sắp chai thổi bởi dương tôi của mình tìm chai tới nó mà dương bàn phí rồi há sắp chai thổi bởi dương cách được phí tôm là bán prang bảy đó mai chỉ một thầy cuốn nợ sòn muối từng lại lấy cốn dương đặt bàn bảy đó prang cuốn nợ sòn muối cắt biết dương thèm cốn đặt bàn bảy prang cuốn nợ sòn muối thèm cốn dương đặt bàn bảy prang cuốn nợ sòn muối và cái dương tương kha từ từng bọc nghĩa thì mà chỉ muối nắng 8 sập 7 cho 3 sập 7
33 ម៉ែត្រតែឥឡូវយើងឃើញទៅតឹងហើយអញ្ចឹងយើងអាចទៅរកផ្ទៃកន្លះរបស់វាបានដែរដែលជាសំណួររបស់យើងអញ្ចឹងគេឲ្យយើងគណនាផ្ទៃកន្លះអញ្ចឹងយើងគណនាចម្លើយរបស់យើងមកតែអញ្ចឹងគឺសុំលុបខាងនេះតែអញ្ចឹងដាក់មកគណនាផ្ទៃក្រឡាចំការនេះអញ្ចឹងយើងមានរូបមន្តរបស់យើងតាមរូបមន្តផ្ទៃកន្លះ A ស្មើ A គុណជាមួយនឹង B គេយើងដាក់ប្រាប់គេមកដោយ A ទន្ទឹមរបស់យើងគឺស្មើជាមួយនឹង 83.33 រីឯកម្ដៅរបស់យើងគឺ B ស្មើជាមួយនឹង 120 ស្មើជាមួយនឹង 125 ម៉ែត្របាទអញ្ចឹងយើងចំនួនក្នុងរូបមន្តរបស់យើងស្មើជាមួយនឹង 83.33 គុណឲ្យ 120 គុណឲ្យ 125 បាទអញ្ចឹងយើងធ្វើប្រមាណទីគុណមកបាទអញ្ចឹងយើងធ្វើប្រមាណទីគុណហើយយើងបាន 83.33 គុណឲ្យ 125 បាទអញ្ចឹងយើងធ្វើប្រមាណទីគុណមកហើយយើងបាន 5 3 ដងស្មើជាមួយនឹង 15 សរសេរលេខ 5 ត្រាទៅ 1 5 3 ដង 15 15 បូកជាមួយនឹង 1 ស្មើជាមួយនឹង 15 ត្រាទៅ 1 5 3 ដង 15 15 បូក 1 ស្មើនឹង 15 1 សរសេរលេខ 6 ត្រាទៅ 1 5 8 ដង 40 40 បូកជាមួយនឹង 1 ស្មើជាមួយនឹង 41 រួចយើងគួរនឹងជាមួយនឹង 2 2 3 ដង 6 2 3 ដង 6 2 3 ដង 6 2 8 ដង 16 បាទអញ្ចឹងយើងគួរនឹង 1 1 3 ដង 3 1 3 ដង 3 1 3 ដង 3 1 5 3 ដង 8 រួចយើងធ្វើប្រមាណវិធីបូកហើយយើងបាន 5 អត់មានបូកយើងទម្លាក់ 6 បូក 6 ស្មើជាមួយនឹង 12 សរសេរលេខ 2 តែទៅ 1 1 បូកជាមួយនឹង 6 ស្មើ 7 7 បូកជាមួយនឹង 3 ស្មើជាមួយនឹង 10 10 បូក 6 ស្មើជាមួយនឹង 6 16 ត្រាទៅ 1 1 បូកជាមួយនឹង 1 ស្មើនឹង 2 2 បូកជាមួយនឹង 6 ស្មើនឹង 8 8 បូកជាមួយនឹង 3 ស្មើជាមួយនឹង 11 យើងសរសេរលេខ 11 ត្រាទៅ 1 4 បូក 6 ស្មើជាមួយនឹង 10 10 បូក 11 11 បូកជាមួយនឹង 3 ស្មើជាមួយនឹង 4 យើងសរសេរលេខ 4 ត្រាទៅ 1 1 បូកជាមួយនឹង 1 ស្មើជាមួយនឹង 2 2 បូកជាមួយនឹង 8 ស្មើជាមួយនឹង 10 សរសេរលេខ 10 អញ្ចឹងចុចមាន2ខ្ទង់យើងដាក់ចំណុច2យើងដាក់ចំណុច2ខ្ទង់អញ្ចឹងយើងស្មើជាមួយនឹង 10416.20.25 អញ្ចឹងយើងដាក់មកស្មើជាមួយនឹង 10416.25 ម៉ែត្រការ៉េបាទអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានដូចនេះផ្ទៃក្រឡាចំការនោះផ្ទៃក្រឡាចំការនោះគឺA ស្មើជាមួយនឹង 10416.25 ម៉ែត្រការ៉េបាទនេះគឺជាចម្លើយរបស់យើងនៅក្នុងសំណួរកបាទឥឡូវយើងទៅមើលសំណួរខរបស់យើងតទៅទៀតបាទនៅក្នុងសំណួរខគេសួរថាបើគេលក់ 1 ម៉ែត្រការ៉េថ្លៃ $12 តើគេលក់ចំការនោះបានប្រាក់ប៉ុន្មានបាទអញ្ចឹងគឺថាបើសិនជាយើងយកចំការរបស់យើងទៅលក់ដោយមានតម្លៃ 1 ម៉ែត្រការ៉េស្មើជាមួយនឹង$12តើយើងលក់បានប៉ុន្មានបាទអញ្ចឹងយើងឃើញថាឧទាហរណ៍ថានេះគឺជាចំការរបស់យើងដែលចំការរបស់យើងទាំងអស់គឺមានចំនួន 10416 ម៉ែត្រការ៉េឬក៏យើងថា 10416 ក្រឡាអញ្ចឹងយើងឧទាហរណ៍ថាប៉ុណ្ណឹងជាផ្ទៃចំការរបស់យើង
បើសិនជាយើងលក់1ម៉ែត្រការ៉េនេះ1ម៉ែត្រការ៉េនេះគឺយើងលក់ក្នុងតម្លៃ$12តើកាឡាទាំងអស់នៅក្នុងហ្នឹងយើងលក់បានប៉ុន្មានបាទអញ្ចឹងយើងឃើញថាបើ1ម៉ែត្រការ៉េ$12អញ្ចឹង1ម៉ែត្រការ៉េនេះទៀតយើងបាន$12នេះទៀតអញ្ចឹងយើងត្រូវយក$12បូកជាមួយ$12បូករហូតដល់តែអស់នៅកន្លងរបស់យើងបើសិនជាកាលណាយើងបូកដដែលច្រើនដងយើងអាចធ្វើប្រមាណវិធីគុណវិញដោយយើងត្រូវយកដុល្លារទាំងអស់គុណជាមួយនឹង12នោះយើងនឹងឃើញថាតើចំការរបស់យើងនឹងលក់បានប្រាក់ប៉ុន្មានបាទអញ្ចឹងយើងដាក់មកខរគីឡូចំការនោះបានប្រាក់អញ្ចឹងយើងត្រូវយកផ្ទៃកន្លែងចំការរបស់យើងគឺ10416.25គុណជាមួយនឹង$12បាទអញ្ចឹងយើងធ្វើប្រមាណវិធីគុណមកបាទអញ្ចឹងយើងត្រូវយកផ្ទៃកន្លែងរបស់យើងទៅគុណជាមួយនឹង$12ដែលគេថា1ម៉ែត្រការ៉េថ្លៃ$12បាទអញ្ចឹងយើងធ្វើប្រមាណវិធីគុណជាមួយនឹង10គុណជាមួយនឹង12បាទគុណជាមួយនឹង12បាទ2 5ដងស្មើជាមួយនឹង10សរសេរលេខ0ប្រើទុក1 2 2ដង4 4ជាមួយនឹង1ស្មើជាមួយនឹង5 2 6ដង12សរសេរលេខ2ប្រើទុក1 2ម្ដង2 2នឹង1ស្មើជាមួយនឹង3 2 4ដង8 2 0ដង0 2ម្ដង2ម្ដង2ទីឲ្យយើងគុណនឹង1គឺស្មើនឹងដដែលអញ្ចឹងយើងសរសេរមកស្មើជាមួយនឹង5 2 6 1 4 0 1រួចយើងធ្វើប្រមាណវិធីបូកដល់យើងបាន0 0ប្រើទុក1 5 9 8បូក1ស្មើនឹង9 4បូក0ស្មើជាមួយនឹង4 2បូក0ស្មើជាមួយនឹង2 1អត់មានបូកគឺស្មើជាមួយនឹង1រួចយើងដាក់ចំណុចទស្សនភាពអញ្ចឹងចំណុចទស្សនភាពរបស់យើងគឺមានចំនួន2ខ្ទង់1 2អញ្ចឹងយើងរាប់មក1 2បាទអញ្ចឹងយើងឃើញថាវាស្មើជាមួយនឹង$124,995.00ឬក៏យើងចុច00នេះយើងអាចលុបវាចោលក៏បានដែរតែយើងអាចឆ្លើយប្រាប់ពីបានស្មើជាមួយនឹង$124,995.95 បាទនេះគឺជាប្រាក់ដែលគាត់លុបបានតែយើងអាចឆ្លើយប្រាប់ពីមកដូចនេះគេលុបចំការនោះបានប្រាក់ចំនួន$124,995.95 បាទនេះគឺជាចំណោយរបស់យើងនៅក្នុងសំណួរខលោកគ្រូសង្ឃឹមថាបងប្អូនអ្នកគ្នានឹងអាចធ្វើបានហើយអាចដោះស្រាយវាបានសូមជួយចុច Subscribe និង Share ទៅមិត្តភ័ក្តិរបស់បងប្អូនអរគ្នាដើម្បីឲ្យពួកគាត់ទទួលបាននូវវិញ្ញាសាដើម្បីត្រៀមប្រឡងឆ្លង PCP នេះទាំងអស់គ្នាអរគុណជំរាបលា